បងប្អូនទាំងអស់គ្នានេះគឺជារូបចម្លាក់ព្រះពុទ្ធប្រសូតដែលនៅទីធ្លាវត្តអារាមមួយកន្លែងដែរហើយនេះគឺជាអាសនៈលោកយាយទេពហើយនេះគឺជារូងភ្នំឥដ្ឋកំបាំងដែលលើតគ្នាដែលលើចាស់ពីដើមនិយាយថាក្នុងនឹងមានចានមានឆ្នាំងចានស្ពាន់ឆ្នាំងស្ពាន់ឥឡូវបានបងប្អូនច្បាស់តែឆ្ងល់ហើយថាកន្លែងហ្នឹងគឺជាកន្លែងណាមិនបាច់ឆ្ងល់ទេបងប្អូនតទៅទីកន្លែងហ្នឹងជាមួយខ្ញុំទាំងអស់គ្នាទីតាំងដែលខ្ញុំមកលេងហ្នឹងគឺមានឈ្មោះថាវត្តបាកានដែលស្ថិតនៅភូមិបាកានឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់វត្តបាកានមិនមែនត្រឹមតែជាកន្លែងទីសក្ការៈបូជានោះទេប៉ុន្តែវាគឺជាទីកន្លែងប្រវត្តិសាស្ត្រដើមកំណើតនៃឈ្មោះខេត្តពោធិ៍សាត់ផងដែរឲ្យតែនិយាយពីវត្តបាកានគ្រប់គ្នាតែងតែដឹងពីមហិទ្ធិឫទ្ធិរបស់ភ្នំប្រាសាទព្រះអង្គខ្មៅដែលបែរព្រះភ័ក្ត្រទៅទិសខាងលិចដែលលើចាស់និយាយថាគាត់បែរព្រះភ័ក្ត្រទៅទិសខាងលិចហ្នឹងដើម្បីមើលជនឈ្លានពានទឹកដីដែលសប្តាហ៍ថ្ងៃហ្នឹងគេហៅថាពួកអាចៅសៀមតែគួរឲ្យស្ដាយបងប្អូនទាំងអស់គ្នាពេលដែលខ្ញុំទៅហ្នឹងប្រាសាទហ្នឹងគឺបានបិទទ្វារដោយសារតែខ្ញុំទៅពេលហ្នឹងគឺម៉ោង 11 កន្លះទៅហើយបងប្អូនបើបងប្អូនចង់ទៅលេងអាចទៅម៉ោងខុសនឹងបានណាដូចជាម៉ោង 1 ម៉ោង 2ដោយសារតែប្រាសាទនឹងបិទទ្វារខ្ញុំអត់បានឡើងទៅថតឲ្យបងប្អូនទស្សនានោះទេបានត្រឹមតែដើរកំសាន្តនៅទីធ្លាវត្តអារាមកន្លែងដែលខ្ញុំថតនេះគឺជាកន្លែងចម្លាក់ព្រះពុទ្ធប្រសូតបងប្អូនមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនវត្តបាកានមានកន្លែងអស្ចារ្យនិងអត្ថកម្បាំងជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់បានបងប្អូនគួរតែមកលេងខ្លួនឯងយ៉ាងហោចណាមួយជាតិឲ្យបានម្ដងក៏ល្អដែរបងប្អូនដើម្បីឲ្យឃើញផ្ទាល់ភ្នែកមកធ្វើបុណ្យផងមកកំសាន្តផងចាបងប្អូនទាំងអស់គ្នាវីដេអូមកលេងវត្តបាកានរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ